Ok, số đây từng ngọc nha. Nhưng bên hướng môi để trong xua từ căn này ngọc nha ta mình cái này dương nè là để mình là cara đôi chuyện nhóm rồi còn bông để set nó không than phiệp đôi chuyện nhóm của ngày này ở bên đây ta trong vậy tha là việc ta đôi dương của ngày này dương lost ourselves bên đây ta dương bật bỏng luôn ấy phiệp chỉ luôn ấy mẹ làm ta ro luôn anh ọt khơi sao ọt đang ta qua ngay đấy dân chỉ ấy dân prăng đồng bay ấy hay cô bầm nón và thô bầm nón bao dương từ ngày nào cột chỉ ấy đấy các cái ấy ọt tranh về nguồn nhưng phao với tàu này mình mẹ đời xa nhưng trong ban là thân dân ấy thế mình thấy nhưng thua này cứ đồng bay việc thay nhưng trong record luôn nhóm ngày nắng mau nắng ngày ban cho bà thấy buổi lợi đấy mau này trong một công thua này cứ mau mùi cả là chụp hai mùi cả là chụp hai ngày thì châu ngày thì mà pay phèm hay khai buôn trên năm bị quan mà pay phèm đây nhung thư video này cứ nhung trong record tục nơi vậy để nhung bàn vậy ngày nắng đời xa để nhung ọt đăng tràng ngày một nhung việc mệt mà ca đăng mà lơ luôn nhung thế đời xa tại tăng bị châu trên năm bị quan pay phèm màu đấy nhung mơ khơi khuôn anh nó không chụp nó trong cái chuyện miền trời cục dángคือខ្ញុំមើលមកឃើញខ្លួនឯងខ្សោយមែនតើមិនន័យថាមិនចង់ធ្វើការប្រៀបធៀបមួយមនុស្សជុំវិញខ្លួននេះទេប៉ុន្តែយើងមើលឃើញខ្លួនឯងគឺ low esteem មែនតើហ្មងបាទគឺអ្វីអ្វីក៏អន់ធ្វើអីក៏បរាជ័យធ្វើអីក៏អត់ជោគជ័យការងារក៏មិនសមល្អមិនប្រកបប្រឹងប្រែងរកចំណូលក៏វាមិនបានច្រើនទំនាក់ទំនងនៅក្នុងការងារជាមួយមិត្តភ័ក្តិក៏អត់ល្អប្រសើររបៀបប្រស្រ័យតាក់ទងគ្នាក៏អត់ smooth បញ្ហានៅក្នុងផ្ទះសបែងពេលខ្លះហើយយើងមានការបារម្ភពីរឿងអនាគតរបស់ខ្លួនឯងច្រើនយើងអត់ដឹងថាថ្ងៃមុខយើងនឹងទៅជាអីនិយាយទៅពេលខ្លះគិតច្រើនចង់និយាយចឹងខ្ញុំគិតច្រើនខ្លាំងមែនទែនហើយពីមុនមនុស្សខ្ញុំអត់ដែរអញ្ចឹងទេខ្ញុំគិតថាខ្ញុំជាមនុស្សដែលចូលចិត្តសបាយលេងសើចសបាយច្រើនហើយចូលចិត្តដើរលេងច្រើនអត់ចេះនៅមួយកន្លែងអញ្ចឹងណាហើយខ្ញុំអត់ដឹងមិនទេត្រឹមតែប្រហែលខែចុងក្រោយនៅក្នុងឆ្នាំ2025នេះជាពិសេសគឺកំឡុងខែ3ឬខែ4នេះមកនេះគឺខ្ញុំចាប់ផ្ដើមធ្ងន់ធ្ងរមែនតើខ្ញុំអត់ដឹងថាហ្នឹងវាជាការវិវត្តនៃជំងឺឬក៏មិនទេខ្ញុំក៏អត់ចង់ចាត់ទុកថាខ្លួនឯងស្ថិតនៅក្នុងគេហៅថាលក្ខខណ្ឌជំងឺអីមួយដែរព្រោះខ្ញុំអត់ចង់ប្រាប់ខ្លួនឯងថាខ្ញុំធ្លាក់នៅក្នុងអាខេសដូចគេនិយាយរឿងអីរបៀប depression អីអញ្ចឹងណាព្រោះខ្ញុំតែងតែគិតថាខ្លួនខ្ញុំអត់អីទាំងអស់ព្រោះខ្ញុំហូបបាយបានខ្ញុំនៅតែអាចនិយាយលេងមួយគេបានធម្មតាប៉ុន្តែពេលដែលខ្ញុំនៅម្នាក់ឯងគឺខ្ញុំចាប់ផ្ដើមគិតអីប្រេប្រាស់ច្រើនមិនដល់ថ្នាក់គិតថាយើងនឹងត្រូវ commit suicide អីប៉ុន្តែគ្រាន់តែយើងមើលឃើញខ្លួនឯងមកដូចរបៀបថាយើងជាមនុស្ស concern រឿងជុំវិញខ្លួនច្រើនមែនតើហ្មងអញ្ចឹងណាហើយពេលខ្លះជិះម៉ូតូនិយាយជាមួយខ្លួនឯងក៏មានដែរមកនិយាយច្រើនមែនតើហ្មងបាទរហូតដល់ថ្នាក់ពេលខ្លះភ្លេច focus ទៅលើការបើកបរក៏មានដែរអញ្ចឹងអានេះខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាឬក៏អ្នកដែលកំពុងតែមើលវីដេអូខ្ញុំហ្នឹងអាចនឹងធ្លាប់មានអាការៈអញ្ចឹងដូចខ្ញុំឬក៏កំពុងតែស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំអញ្ចឹងអត់ហើយខ្ញុំផងនេះក៏ចាត់ទុកថាខ្ញុំចង់ស្វែងរកជំនួយដែរអាចថាជាមតិយោបល់ផ្សេងដែលប្រិយមិត្តឬក៏អ្នកដែលគាត់មើលវីដេអូខ្ញុំហ្នឹងគាត់គិតថាស្ថានភាពរបស់ខ្ញុំហ្នឹងវាមិនវិញអញ្ចឹងគាត់អាចផ្ដល់ជាមតិយោបល់មកខ្ញុំយ៉ាងណាវិញក៏អាចតាមការសុំគួរមកដែរហើយជាក់ស្ដែងសម្រាប់មតិយោបល់ដែលឲ្យខ្ញុំទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យនេះអានេះសម្រាប់ខ្ញុំគិតថាខ្ញុំធ្លាប់បានតែធ្វើហើយខ្ញុំធ្លាប់បានតែ check up ដែរហើយ
ហើយលក្ខខណ្ឌហ្នឹងខ្ញុំសូមអត់និយាយទេដោយសារតែវាមានន័យថាបន្ទាប់ពីការធ្វើកសលវិច័យមកយើងទៅនិយាយជាមួយពេទ្យមួយអីមកពេទ្យក៏គាត់បានផ្ដល់feedback មកវិញដែរគាត់ក៏បានប្រាប់ពីប្រភេទអាការៈរបស់ខ្ញុំដែរវាចូលជាលក្ខណៈជំងឺអីមួយហើយបាទចូលជាលក្ខណៈជំងឺអីមួយហើយតែខ្ញុំសូមអត់និយាយទេគ្រាន់តែរាល់ថ្ងៃខ្ញុំនៅអត់ទទួលស្គាល់វាខ្ញុំអត់គិតថាខ្ញុំអញ្ចឹងទេខ្ញុំគិតថាខ្ញុំជាមនុស្សធម្មតាខ្ញុំហូបបាយបានខ្ញុំដើរលេងបានខ្ញុំនិយាយមួយគេមួយឯងឲ្យបានប្រស័យតាក់ទងមួយគេបានធម្មតាទាំងអស់ប៉ុន្តែគ្រាន់តែអ្វីដែលខ្ញុំធ្វើគឺវា fail ទាំងអស់អត់ជោគជ័យសោះការនិយាយស្ដីជាមួយគេក៏មានន័យថារបៀបថានិយាយដូចអត់ចុះសម្រុងមួយគេនិយាយទៅគឺធ្វើឲ្យគេឆាប់ថ្នាក់ចិត្តឬក៏យើងហាមាត់ឡើងគឺគេអត់ពេញចិត្តនឹងអ្វីដែលយើងនិយាយហើយបើសិនជាការងារវិញក៏មិនជាណាស់ណាយដែរព្រោះខ្ញុំទៅតែដូរការងារដែរទេពីមុនខ្ញុំធ្វើការនៅកន្លែងចាស់ផងខ្ញុំមានសម្ពាធផ្លូវចិត្តខ្លាំងមែនតើដោយសារតែខ្ញុំចំណាយពេល10ឆ្នាំខ្ញុំធ្វើការលើអាជីពដែលខ្ញុំស្រឡាញ់គឺអាជីពខ្ញុំខាងទេសចរបាទជានាំគេដើរលេងកាយបាទនិយាយមកតែខ្លីយើងគិតថាអាជីពហ្នឹងវាអត់ stress ទេនាំគេដើរលេងសប្បាយទៅគ្រប់កន្លែងរហូតចុះហើយទេបានយើងមើលមកខ្លួនឯងដូច stress ស្រោចបែបហ្នឹងវិញអញ្ចឹងណាប៉ុន្តែក្រោយពីខ្ញុំដូរមកអាជីពការងារថ្មីរបស់ខ្ញុំនៅកន្លែងថ្មីក៏ក្នុងអាជីពហ្នឹងដូចគ្នាដែរល្អដូចគ្នាដែរការងារផ្សំល្អទេប៉ុន្តែដូចថាយើងមានអារម្មណ៍មួយយើង lost ខ្លួនឯងហ្មងយើងបាត់បង់ភាពជាខ្លួនឯងយើងដូចមានអារម្មណ៍ថាយើងរកខ្លួនឯងអត់ឃើញយើងអត់សូវមានទឹកចិត្តធ្វើការដូចមុនយើងអត់មានកម្លាំងចិត្តពីខាងក្នុងមកភូថាយើងស្រឡាញ់អាជីពមួយហ្នឹងយើងចូលចិត្តធ្វើការមួយហ្នឹងឬក៏មិនអញ្ចឹងដូចថាអត់មានអា motivational មកពីខ្លួនឯងសោះហ្មងហើយសម្រាប់បរិយាកាសខាងក្រៅខ្ញុំគិតថាវាអត់ affect ខ្ញុំខ្លាំងអីទេប៉ុន្តែយើងមិនដឹងមិនអាហ្នឹងដូចវាកើតចេញមកពីខ្លួនយើងគូក្បាលនឹងចេះតែគិតរឿងចេះមួយចោះពីរអត់ចេះចប់អញ្ចឹងបាទយូរទៅវាមានអារម្មណ៍ថាវាបង្កើតជាទម្លាប់អាក្រក់មកខ្លួនឯងពេលខ្លះបាទចាប់ផ្ដើមបង្កើតជាទម្លាប់អាក្រក់មកខ្លួនឯងតែម្ដងជួនកាលខ្ញុំឃើញខ្លួនឯងនៅក្នុងន័យ negative ច្រើនឃើញមកខ្លួនឯងនៃអវិជ្ជមានច្រើនមែនតើរហូតដល់ពេលខ្លះអារម្មណ៍យើងគ្រប់គ្រងអារម្មណ៍ឡើងបានយើងនិយាយពាក្យអត់សមរម្យទៅកាន់មនុស្សជុំវិញខ្លួនយើងជាពិសេសមនុស្សដែលយើងស្រឡាញ់ក៏មានដែរអញ្ចឹងអានេះខ្ញុំគាត់ថាសម្រាប់ខ្ញុំអត់ដឹងថាខ្ញុំកើតអីឲ្យប្រកាសទេរាល់ថ្ងៃនេះខ្ញុំអត់ជួលខ្លួនឯងទៀតហើយក៏នៅតែមើលឃើញខ្លួនឯងមិនឃើញសោះហ្មងដឹងថាខ្លួនឯងវាយ៉ាងម៉េចចង់បានអីតម្រូវការអីស្អីជាអីឲ្យប្រកបគឺរត់ឃើញសោះខ្លួនឯងថ្ងៃនេះអញ្ចឹងខ្ញុំគិតថាបើសិនជាមានមិត្តដែលគាត់ធ្លាប់ជួបអាការៈដូចជាខ្ញុំហើយគាត់មានស្ថានភាពបែបហ្នឹងគាត់អាចផ្ដល់ជាមតិយោបល់ផ្សេងឲ្យខ្ញុំអាចពិនិត្យមើលបានហើយខ្ញុំនឹងអាចទាំងយកមកអនុវត្តបានដើម្បីឲ្យខ្ញុំក៏ចង់ធ្វើឲ្យខ្លួនខ្ញុំល្អប្រសើរឡើងវិញដែរតែខ្ញុំអត់ចង់ឲ្យខ្លួនខ្ញុំបដែតបដោយទៅស្ថានភាពមួយដែលលិចលង់ឈានទៅដល់ថ្នាក់កម្រិតណាធ្ងន់ធ្ងរទៀតទេព្រោះខ្ញុំរាល់ថ្ងៃក៏កំពុងតែព្រួយបារម្ភលើខ្លួនឯងដែរអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូដែលខ្ញុំធ្វើទៅនេះនិយាយនេះគឺមិនមែនចង់បាន attention អីពីអ្នកទាំងអស់គ្នាទេគ្រាន់តែខ្ញុំធ្វើនេះគឺខ្ញុំចង់ record ផ្ទាល់ខ្លួនខ្ញុំអត់ដឹងថាថ្ងៃហ្នឹងម៉ោងហ្នឹងខែហ្នឹងខ្ញុំបាននិយាយអីខ្លះទៅលើអ្វីដែលខ្ញុំមានអារម្មណ៍ឬក៏អ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមកខ្ញុំសង្ឃឹមថាថ្ងៃមុខខ្ញុំនឹងអាចជាសះស្បើយឬក៏ថ្ងៃមុខខ្ញុំនឹងអាចល្អប្រសើរឡើងវិញហើយនឹងមើលវីដេអូចាស់របស់ខ្ញុំវិញហ្នឹងតើខ្ញុំមានការវិវត្តដល់ណា